សួស្តីប្រិយមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាឥឡូវនេះយើងមកមើលការទូទាបៀថ្ងៃសៅរ៍ទី31ខែមករាទាំងអស់គ្នាថ្ងៃចុងខែណាថ្ងៃ31ទូទី1យើងទូទាអំពីអ្នកទឹកប្រឹក្សាផ្ទាល់ខ្លួនអ្នកមកទីហ្នឹងទូទី2ទូទាអំពីក្រុមគ្រួសារបងប្អូនកូនចៅពុកម្ដាយទូទី3ទូទាអំពីអាជីវកម្មការងារមុខរបររកទទួលទានប្រចាំថ្ងៃទូទី4ទូទាអំពីអនាគតយើងមកមើលទាំងអស់គ្នាជួរទី1សរុបទី1សម្រាប់អ្នកប្រឹក្សាផ្ទាល់ខ្លួន8ប៊ិចតំណាងឲ្យការគម្រាមកំហែងជំងឺគ្រោះថ្នាក់បញ្ហាដែលមកអំពីអំពើទុច្ចរិតឬក៏ការនិយាយដើមឬក៏ការនិយាយបង្កាច់បង្ខូចពីទំនាក់ទំនងអ្នកដែលនៅជុំវិញវាក៏មានន័យថាទុកព្រួយដំណឹងអាក្រក់ផងដែរឥឡូវនេះយើងទៅមើលសរុបទី2 10ការ៉ូតំណាងឲ្យការផ្លាស់ទីលំនៅការធ្វើដំណើរវាដែលនៅបន្ទាប់វានឹងបញ្ជាក់ពីខ្លឹមសារនៃការធ្វើដំណើរអារម្មណ៍អាជីវកម្មការងារឬលុយកាក់ណាឥឡូវនេះយើងទៅមើលបៀដែលនៅបន្ទាប់ហ្នឹងបាទការធ្វើដំណើររបស់យើងមិនសូវល្អទេណាវាមានបញ្ហាច្រើនបាទ10ប៊ិចនេះមិនយើងឃើញ8ប៊ិចឥឡូវនៅ10ប៊ិចទៀតបាទតែនៅជុំវិញយើងមិនល្អប្រហែលទេតំណាង10ប៊ិចនេះតំណាងឲ្យទុកព្រួយណាឬក៏មិត្តខ្លាំងខ្លាយវាអាចជាបញ្ហាជាមួយឪពុកម្ដាយការជាប់ពន្ធនាគារជាដើមដូច្នេះត្រូវប្រយ័ត្នមែនទែនវាក៏មានន័យថាទុកព្រួយដែលតកតូននឹងហិរញ្ញវត្ថុអារម្មណ៍សុខភាពអាជីវកម្មការងារណាវាតកតូនទាំងអស់បាទឬក៏វាក៏បង្ហាញពីល្បឿនផងដែរណាឥឡូវនេះយើងមកមើលជួរទី2ទូទាអំពីក្រុមគ្រួសារពុកម្ដាយបងប្អូនកូនចៅណាស្លឹកទី1 9ប៊ិចទៀតបាទ9ប៊ិចទៀតគឺតំណាងឲ្យទុកព្រួយភាពឯកាវាប្រកាសពីភាពទុកព្រួយគ្រោះថ្នាក់មហន្តរាយជំងឺការបែកបាក់លែងលះបាទក្នុងក្រុមគ្រួសារណាវាក៏ជាសន្លឹកបៀដែលនៅចិត្តហ្នឹងវាពាក់ព័ន្ធផងដែរឥឡូវនេះយើងទៅមើលបៀដែលនៅចិត្តហ្នឹងសន្លឹកទី2ណាបាទសន្លឹកទី2ហ្នឹងវាតកតូននឹងលុយកាក់ហ្នឹងឯងបាទអាត់ជួងបាទអាត់ជួងគឺល្អធម្មតាវាលុយកាក់ណាក៏ប៉ុន្តែអា9ប៊ិចនេះវាតកតូននឹងលុយកាក់បាទអាត់ជួងតំណាងឲ្យភាពជោគជ័យក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះសម្រាប់អ្វីៗគ្រប់យ៉ាងដែលតកតូននឹងលុយកាក់សញ្ញានៃសំណាងដូចជាមរតកការការពារនិងសុភមង្គលសម្រាប់អ្នកប្រឹក្សាបាទអាត់ជួងនេះល្អប៉ុន្តែប្រយ័ត្ន9ប៊ិចណាវាអាចមានរឿងរ៉ាវច្រើនបាទ9ប៊ិចនេះបាទឥឡូវនេះយើងទៅមើលស្លឹកទី3ស្លឹកទី3 7ការ៉ូ7ការ៉ូតំណាងឲ្យការនិយាយឬក៏ដំណឹងជជែកអាក្រក់ល្អយ៉ាងណាគឺនៅស្លឹកបៀដែលនៅមុខហ្នឹងគឺការដំណឹងដែលយើងទទួលបានគឺលុយកាក់ណាអាត់ជួងណាអាត់ជួងគឺល្អបាទអត់អីទេឥឡូវនេះយើងមកមើលជួរទី3ទូទាអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃណាស្លឹកទី1 10គឺតំណាងឲ្យជោគជ័យក្នុងអាជីវកម្ម
បាទល្អណាក្នុងអាជីវកម្មគឺល្អសុភមង្គលក្នុងផ្ទះអាពាហ៍ពិពាហ៍ដ៏រីករាយឬក៏សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជ័យជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារបាទគឺជោគជ័យទាំងអស់ណាជោគជ័យក្នុងអាជីវកម្មផងជោគជ័យក្នុងសុភមង្គលក្នុងផ្ទះផងបាទគឺល្អរីករាយជ័យជំនះសុភមង្គលក្នុងគ្រួសារផងបាទឥឡូវនេះយើងទៅមើលសិលឹកទី2សិលឹកទី2 7ប៊ិចណារបូបប៊ិចណាថ្ងៃនេះណាប៊ិចច្រើនបាទរឿងរ៉ាវច្រើនណាក្នុងក្រុមគ្រួសារក៏មានរឿងរ៉ាវផ្ទាល់ខ្លួនក៏រឿងរ៉ាវឥឡូវមកអាជីវកម្មរបស់យើងក៏រឿងរ៉ាវទៀតបាទ7ប៊ិចនេះតំណាងឲ្យវិវាទចំនួនណាបណ្ដោះអាសន្នឬក៏ការរំខានវាត្រូវនឹងទុកព្រួយនៃសេចក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងប្រពន្ធឬម្ចាស់ស្ត្រីវាក៏មានន័យថាអ្វីៗគ្រប់យ៉ាងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហានិងការលំបាកអ្វីក៏ដោយក្នុងវិស័យនេះគឺជាសិលឹកបៀដែលប្រកបវិជ្ជាតម្លៃវិជ្ជមានឬក៏អវិជ្ជមានវាតម្រូវទៅលើបៀដែលនៅបន្ទាប់ហ្នឹងឥឡូវនេះយើងទៅមើលបៀបន្ទាប់ហ្នឹងសិលឹកទី3ណាបាទវិជ្ជមានឬក៏អវិជ្ជមានគឺ9ជួងបាទ9ជួងគឺល្អអត់អីទេតំណាងឲ្យជោគជ័យអាពាហ៍ពិពាហ៍ជីវិតធម្មតាការបង្កើតក្រុមគ្រួសារប្តីប្រពន្ធកូនចៅនៅក្នុងសហជីពសេរីវាក៏បង្ហាញពីភាពរីករាយដែលមិននឹកស្មានដល់បាទគឺល្អណាស់មានរឿងរ៉ាវ7ប៊ិចដែរប៉ុន្តែជោគជ័យនៅចុងក្រោយគឺល្អវិញណាវាបង្ហាញពីភាពរីករាយដែលមិននឹកស្មានដល់ជោគជ័យផ្នែកហិរញ្ញវត្ថុបាទគឺល្អណាស់ឬក៏ទទួលនៅមរតកឬក៏ការឈ្នះបណ្ដឹងអាជីវកម្មអ្វីមួយបាទនៅក្នុងអាជីវកម្មរបស់យើងណាគឺល្អជោគជ័យដំណឹងល្អឥឡូវនេះយើងមកមើលទួទី4ទួទីអំពីអនាគតវិញហើយខ្ញុំភ្លេចបញ្ជាក់បន្តិចទួទី3នេះគឺក្នុងការរកទទួលទានថ្ងៃសៅរ៍នេះណាគឺយើងចេញពីម៉ោង8:25នាទីទៅម៉ោង10:45នាទីទៅ48នាទីណាគឺល្អបាទចេញម៉ោងហ្នឹងគឺជោគជ័យណាបើចេញក្រៅម៉ោងហ្នឹងគឺមិនសូវបានជោគជ័យទេណាកុំអាលចរចាអីណាចុះចេញទៅរកស៊ីព្រលឹមឡើងពេកគឺមិនល្អទេណាម៉ោង6អីមិនសូវល្អទេម៉ោង8:25នាទីទៅគឺល្អណាបាទជោគជ័យតែម្ដងឥឡូវនេះយើងមកមើលជួរទី4ទូទីអំពីអនាគតវិញទៅថ្ងៃអនាគតកំមុំការ៉ូណាកំមុំការ៉ូតំណាងឲ្យស្ត្រីដែលច្រណែនឈ្នានេះបាទមិនសូវល្អទេកំមុំការ៉ូនេះណាអ្នកដែលនៅក្រោមអាវត្តរបស់ខ្លួនវាក៏មានន័យថាស្ត្រីមកពីខេត្តឬក៏ជនបរទេសដែលមានចរិតគ្រោះថ្នាក់ណាទៅថ្ងៃអនាគតត្រូវប្រយ័ត្នមែនទែនបាទឥឡូវនេះយើងមកមើលស្លឹកទី2 7កើ7កើតំណាងឲ្យមិត្តស្មោះត្រង់លះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍លុយកាក់នាពេលខាងមុខបាទគឺល្អអត់អីទេប៉ុន្តែត្រូវប្រយ័ត្នស្ត្រីនឹងដែរអាចកុំឲ្យចាញ់បោកគេណាសម្រាប់នារីវ័យក្មេងរៀបការជាមួយបុរសដែលនឹងចង់បានសម្រាប់បុរសភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍តាមបំណងប្រាថ្នារបស់គាត់បាទវានេះ បន្ទាប់នេះបញ្ជាក់ឥទ្ធិពលអាក្រក់ល្អអាស្រ័យទៅលើបៀដែរនៅបន្ទាប់នឹងទៀតបាទឥឡូវនេះយើងទៅមើលបៀបន្ទាប់ហ្នឹងបាទបន្ទាប់ទៀតអត់អីទេគឺល្អណាស់ដំណឹងដែលយើងទទួលបានបាទគឺដំណឹង7គឺនឹងឯងបាទគឺតំណាងឲ្យមិត្តស្មោះត្រង់មិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍នាពេលខាងមុខណាបាទគឺល្អសម្រាប់នារីរៀបការជាមួយបុរសដែលនាងចង់បានសម្រាប់បុរសគឺភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍តាមបំណងប្រាថ្នារបស់គាត់បាទអត្តការ៉ូនេះបញ្ជាក់ពីដំណឹងណាដំណឹងដែលយើងដែលនឹងទទួលបានបាទដំណឹងឬក៏សម្បត្តិអីបាទខ្លឹមសារយ៉ាងណាគឺល្អណាអត់អីទេឥឡូវនេះយើងមកមើលបុរសនិងស្ត្រីដែលកើតថ្ងៃសៅរ៍ទី31ខែមករាវិញណា
សម្រាប់ស្ត្រីយើងតំណាងឲ្យក្រមុំជួងស្ត្រីដែលកើតថ្ងៃសៅរ៍ទី31ខែមករាត្រឡប់ទី1យើងទូទាអំពីអតីតកាលណាអតីតកាលកតបិចតំណាងឲ្យបរោះច្រើនតែមានពណ៌ត្នោតឬក៏ត្នោតខ្មៅដោយមិនមានភាពស្មោះត្រង់ច្រើនតែមានជំនឿអាក្រក់ទុច្ចរិតមិនស្មោះត្រង់ដែលត្រូវប្រុងប្រយ័ត្នណាប៉ុន្តែជារឿងអតីតកាលទេបាទវាក៏មានន័យផងដែរការផិតក្បត់ការចំណែនហើយនៃភ័យនៃការបែកបាក់បាទពីអតីតកាលណាវាបង្ហាញពីភាពទុកព្រួយភាពមិនច្បាស់លាស់ពន្ធនាគារជាដើមបាទឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលគឺកតបគឺបាទអាចថាស្ត្រីនេះនឹងជួបបើមិនទាន់មានគូស្រករទេអាចជួបនឹងគូស្រករគូព្រេងគាត់ណាកតបគឺនេះបាទតំណាងឲ្យបរោះស្រឡាញ់ស្មោះត្រង់បាទគឺល្អសម្រាប់គាត់ណាសម្រាប់ស្ត្រីជាគូដណ្ដឹងសម្រាប់អ្នកប្រឹក្សាសម្រាប់ស្ត្រីហ្នឹងណាបាទជាគូដណ្ដឹងបើគាត់មិនទាន់មានគូព្រេងទេអាចជួបគូព្រេងណាជាគូដណ្ដឹងរបស់គាត់បាទឬបើគាត់មានគូព្រេងហើយអាចជាមិត្តភក្តិស្និទ្ធស្នាលបាទជាមិត្តភក្តិប្រុសស្និទ្ធស្នាលណាបាទអាចជាមិត្តភក្តិក៏បានបើមិនទាន់មានគូព្រេងបើមានគូព្រេងហើយបើមានគូព្រេងហើយជាមិត្តភក្តិបើមិនទាន់មានគូព្រេងគឺជាគូដណ្ដឹងណាឥឡូវនេះយើងទៅមើលអនាគតវិញអនាគតអតាការ៉ូតំណាងឲ្យបរោះរៀបការរួចជាបរោះគ្រោះថ្នាក់ក្រអឺតក្រទមគ្មានសិលធម៌បរោះរស់នៅតាមខេត្តវាអាចតំណាងឲ្យការឆ្លុះបញ្ចាំងពីមិត្តភក្តិផងដែរបាទអាចជាមិត្តភក្តិណាសម្រាប់យុវជនជាគូប្រជែងសម្រាប់នារីវ័យក្មេងអ្នកលំងឯកសន្តានវាអាចមានប្រយោជន៍សម្រាប់អាជីវកម្មនិងស្ថានភាពការងារបាទអាចត្រូវប្រយ័ត្នណាបរិះហ្នឹងអាចជាមិត្តភក្តិរបស់យើងណាដូច្នេះត្រូវប្រយ័ត្នមែនទែនបាទឥឡូវនេះយើងមកមើលបរិះវិញម្ដងបរិះដែលកើតថ្ងៃសៅរ៍ទី31ណាខែមករាដូចគ្នាយើងតំណាងឲ្យអតាជួងត្រឡប់ទី1យើងទូទាអំពីអតីតកាលសម្រាប់បុរសដែលកើតថ្ងៃសៅរ៍ទី31ខែមករាណាអតីតកាល9ការ៉ូតំណាងឲ្យភាពយឺតយ៉ាវឧបតហេតុការរំខានគ្រប់ប្រភេទវានឹងចាំបាច់ត្រូវការប្រុងប្រយ័ត្នណាពីអតីតកាលបាទគឺកន្លងផុតទៅហើយបាទឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញសម្រាប់បរិះនេះណាបាទសម្រាប់បច្ចុប្បន្នកាលគឺអតាបិចបាទអតាបិចនេះតំណាងឲ្យច្បាប់ឬក៏មេធាវីចៅក្រមបាទវាក៏មានន័យផងដែរត្រូវជាមិត្តភក្តិណាបាទអាចជាមិត្តភក្តិរបស់យើងឬក៏ញាតិអាក្រក់បាទឬក៏ញាតិអាក្រក់ដែលខុសខើបង្កគ្រោះថ្នាក់ណាប្រយ័ត្នមែនទែនសម្រាប់បរិះថ្ងៃនេះណាវាប្រកាសពីការឃ្លាតឆ្ងាយពីគ្នាឬក៏ការរំខានបាទត្រូវប្រយ័ត្នសម្រាប់បរិះដែលកើតថ្ងៃសៅរ៍ទី31ខែមករាឥឡូវនេះយើងទៅមើលអនាគតវិញអនាគតគឺ7ជួងណា7ជួងតំណាងឲ្យចំនួនប្រាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចណាឬក៏វាមានណែនាំឬក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិត្តម្នាក់ផងដែរបាទឥឡូវការទូទាយរបស់ខ្ញុំបានបញ្ចប់ហើយសូមប្រិមិត្តពុកម៉ែបងប្អូនគ្រប់មួយទាំងអស់កុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទ
ជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាបាទបាយបាយ